សួស្តីបងប្អូនអរគ្នាបាទនេះគឺជា app AI មួយឈ្មោះថាGrammarly បាទអញ្ចឹងមានន័យថា AI នេះវាជួយសម្រួលដល់ grammar បងប្អូនមានន័យថានៅពេលដែលយើងសរសេរបាទជាភាសាអង់គ្លេសយើងចង់ដឹងថាយើងសរសេរទៅវាត្រូវនឹង grammar ឬក៏គេហៅថាវេយ្យាករណ៍អង់គ្លេសចឹងបងប្អូនអាចចូលមកAI បាទ AI ហៅថា AI Grammarly នេះបានបងប្អូនគាត់ទៅ search បាទនេះAI Grammarly វានឹងចេញមកវាឲ្យយើង set up បាទជាមួយនឹងaccount របស់យើងបងប្អូនបាទ account Gmail របស់យើងធម្មតា free ទេបងប្អូនបាទនេះគឺជាអ្វីដែលខ្ញុំបានបញ្ចូលទៅในខ្ញុំបានសរសេរហើយឃើញថាវាខុសច្រើនបងប្អូនខុសច្រើនអញ្ចឹងនេះវាមានលទ្ធផលឲ្យមើលទេបងប្អូនបាទនេះwriting quality មានន័យថាយើងសរសេរហ្នឹងគឺអត់បានត្រូវវេយ្យាករណ៍ 100% ទេគឺបានតែ 81% ទេអញ្ចឹងនេះខុសច្រើនមែនទែនមកក្រោយវាខុសគឺវាប្រាប់ក្នុងនឹងតែម្ដងបាទអញ្ចឹងបងប្អូនបាទជាពិសេសអ្នកធ្វើការងារបាទអ្នកបកប្រែគឺសំខាន់មែនទែនបាទគឺ grammar ដែលយើងសរសេរខុសគឺពិបាកមែនទែនបើយើងសរសេរជា perfect អញ្ចឹងកម្មវិធីនេះអាចជួយបងប្អូនបានបាទវាជួយប្រាប់ហើយយើងអាចឲ្យវាកែឲ្យបានទៀតបងប្អូនបាទនេះបាទដូចជាយើងចង់ឲ្យវាកែបាទចង់ឲ្យវាកែបាននេះបាទអញ្ចឹងសួរបងប្អូនបើចង់ឲ្យវាកែបងប្អូនមិនបាច់ធ្វើអីច្រើនទេបាទពេលដែលយើងឃើញខុសកន្លែងណាអញ្ចឹងបាទចុចទៅវាមកហើយវានឹងជួយបាទយើងចុចទៅហើយវាជួយឲ្យកែអូតូបងប្អូនមកនេះដូចជាកន្លែងនេះអញ្ចឹងបងប្អូនបាទបងប្អូនឃើញទេបាទអញ្ចឹងវានឹងប្រាប់យើងហើយវានឹងយើងចុចតាមវាមកវានឹងកែឲ្យយើងបានស្រួលហើយបាទជួបបងប្អូនដែលរៀនសរសេរ grammar ថ្មីអីមិនទាន់ប្រកបច្បាស់អីបាទបងប្អូនអាចចូលមកក្នុងនេះបានដើម្បីឲ្យយើងប្រកបច្បាស់ឬក៏ទៅមុខចិត្តអញ្ចឹងណាបាទបងប្អូនគ្នាបាទអរគុណច្រើនខ្ញុំមានតែបទបង្ហាញតែប៉ុណ្្នឹងបាទជួបគ្នាវីដេអូក្រោយ